เรื่องนี้นิយាយអំពីលីនរូបជេបុរសម្នាក់ដែលសម្រេចចិត្តចាក់ចេញពីជីវិតទីក្រុងដើម្បីត្រឡប់ទៅជនបទជាមួយគ្រួសារបន្ទាប់ពីប្រគល់ការងារចុងក្រោយឲ្យមេការដ្ឋានក៏ប្រមូលសម្ភារៈផ្ទាល់ខ្លួនដោយស្ងៀមស្ងាត់ហើយចេញទៅជួបប្រពន្ធឆាងសៀវយុយនិងកូនទាំងពីរសៀវជុននិងសៀវម៉ាន់ពួកគេជិះឡានចេញពីទីក្រុងដោយមានសេចក្តីសង្ឃឹមនៃជីវិតថ្មីនៅភូមិដើមតាមផ្លូវឡានស្ទាក់ស្ទើរនៅលើភ្នំប៉ុន្តែគ្រួសារទាំង4បានសហការរុញឡានឲ្យឆ្លងផ្លូវគ្រឿមៗដែលមានស្នាមញញឹមនិងការទទួលស្គាល់គ្នាថាពួកគេចាប់ផ្ដើមជីវិតថ្មីជាអ្នកជនបទពេលមកដល់ភូមិអាហាំងហ្វាសត្វឆ្កែរត់តាមឡានមនុស្សចាស់ក្មេងសើចសប្បាយស្វាគមន៍អ្នកចាស់ម្នាក់ស្គាល់រូបជេហើយក្មេងៗសួរសុខទុក្ខយ៉ាងសុភាពស្ត្រីម្នាក់នាំពោតក្តៅៗមកផ្ដល់ឲ្យបង្កើនអារម្មណ៍កក់ក្ដៅក្នុងភូមិសៀវយុយមើលឃើញកូនញញឹមសប្បាយនិងប្តីស្ងប់ស្ងាត់សប្បាយចិត្តក៏ដកដង្ហើមជ្រៅមួយដោយមានអារម្មណ៍ថាភាពភ័យចំពោះការចាក់ចេញពីទីក្រុងបានរលាយបាត់នៅមុខភ្នំនិងស្ទឹងស្អាតជុំវិញភូមិនាងគិតថាទីនេះហើយជាទីកន្លែងដែលគ្រួសាររបស់នាងនឹងចាប់ផ្ដើមជីវិតថ្មីនិងសន្តិភាពពិតប្រាកដ